យុវជនចំនួនថ្មីអេស្ប៉ាញបញ្ចប់ក្តីស្រមៃពាន World Cup ទី2និងបំបីកំណត់ត្រាជាប្រវត្តិសាស្ត្ររបស់ស្ដេចបាល់ទាត់ Lionel Messi ក្រុមកោជលអេស្ប៉ាញបានក្លាយជាម្ចាស់ជើងឯកពិភពលោកក្នុងព្រឹត្តិការណ៍ FIFA World Cup 2026បន្ទាប់ពីបានយកឈ្នះក្រុមពពកសអាសង់ទីនក្នុងលទ្ធផល1-0នៅវគ្គផ្ដាច់ព្រាត់ដ៏ជក់ចិត្តបំផុតជ័យជំនះនេះបានបញ្ចប់ក្តីស្រមៃក្នុងការលើកពានពិភពលោកលើកទី2ជាប់ៗគ្នានិងបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រចុងក្រោយរបស់ស្ដេចបាល់ទាត់ Lionel Messi ការប្រកួតដ៏តានតឹងនេះបានអូសបន្លាយរហូតដល់វគ្គថែមម៉ោង15នាទី2ដងបន្ទាប់ពីស្មើគ្នា0-0ក្នុងម៉ោងផ្លូវការចូលមកដល់នាទីទី106វីរបុរសវ័យក្មេងរបស់អេស្ប៉ាញគឺខ្សែប្រយុទ្ធវ័យ26ឆ្នាំ Ferran Torres បានសិតបញ្ចូលទីគ្រាប់បាល់ជ័យជំនះដ៏មានតម្លៃបំផុតដោយបាត់បំបែកតំបន់ការពារអាសង់ទីនយ៉ាងអស្ចារ្យនិងធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោកស្រឡាំងកាំងគ្រាប់បាល់នៅនាទីទី106របស់ Ferran Torres មិនត្រឹមតែនាំពានរង្វាន់មាសត្រឡប់ទៅទឹកដីអឺរ៉ុបវិញនោះទេប៉ុន្តែវាគឺជាការប្រកាសជាផ្លូវការទៅកាន់ពិភពលោកថាក្រុមកោជលអេស្ប៉ាញបានត្រៀមខ្លួនរួចជាស្រេចក្នុងការគ្រប់គ្រងពិភពលោកបាល់ទាត់សម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខទៀត